ឱកាសដំបូងរបស់ត្បូងឃ្មុំបញ្ជូនមកស្លាប់ខាងឆ្វេងមានសៃណាល់ពីទីនអូសចូលទៅក្នុងប្រអប់គ្រោះថ្នាក់កាត់ចូលមកសេរីតៃមកថែមឆ្វេងចូលគ្រាប់ទី1ឲ្យក្រុមអាទាត់ខេត្តត្បូងឃ្មុំកាត់ចូលបានយ៉ាងល្អពីសៃណាល់ពីទីនសារីតៃម៉ូរត់មកពីខាងក្រោយថែមមួយជើងឆ្វេងចូលទីបានសម្រេចស្រាលងាយឲ្យក្រុមអាទាត់ខេត្តត្បូងឃ្មុំនាំមុខ1-0លើកបាល់ជ្រុងមកត្រង់នេះតែតមកក្បាលពីញៀនចលសាប៉ុន្តែជួយសង្គ្រោះបានពីអ្នកចាំទីគង់រ៉ាហ្វាតលើកមកនេះភឹងមកក្បាលពីញៀនចលសាអ្នកចាំទីគង់រ៉ាហ្វាតហក់ទៅជួយសង្គ្រោះបាល់នេះបានយ៉ាងល្អការលើកបាល់ free kick ពីសារីម៉ាត់ណូរ៉ូទីនសារីតៃម៉ូក៏បន្ថែមមកក្បាលនេះចូលទីគ្រាប់ទី2បានយ៉ាងល្អមិនហត់ក្នុងការលោតតែតនោះទេបាល់នេះលើកមកសារីតៃម៉ូផ្ដេកខ្លួនតែតបញ្ចូលទីបានយ៉ាងល្អសារីម៉ាត់ណូរ៉ូទីនជាអ្នកលើកសារីតៃម៉ូជាអ្នកតែតបញ្ចូលទីឲ្យក្រុមអាទាត់ខេត្តត្បូងឃ្មុំឱកាសទៅពីនឿនចិនប៉ៅសុតស្ដាំបុកជាមួយនឹងបកគោលទីឡងចេញមកខាងក្រៅអូយបាទសោកស្ដាយមែនទែនពីនឿនចិនប៉ៅល្អណាស់ប៉ុន្តែបាល់បែរជាបុកបកគោលទីលោកកញ្ញាកដាក៏ប្លង់បច្ចាបញ្ចប់វគ្គទី1ផងដែរចូលមកដល់វគ្គទី2ឱកាសក្នុងការ free kick សារជាថ្មីពីខេត្តត្បូងឃ្មុំសារីម៉ាត់ណូរ៉ូទីនអ្នកចាំទីដិតហាំណាវ៉ៃជាអ្នកជួយសង្គ្រោះរៀងសំណាញ់ទីរបស់ខ្លួនមិនឲ្យមានគ្រាប់ទី3កាត់ឡើងទេលើកបាល់ជ្រុងពីអែមផនិតសម្ដៅបកគោលទី2តែបាក់ក្បាលត្រង់នេះបុកជាមួយនឹងអ្នកចាំទីគង់រ៉ាហ្វាតឡងចូលទៅលោកអាញាកដាលក៏សម្រេចថាបាល់នេះគឺជាបាល់ចូលទីរបស់ក្រុមអាទាត់ខេត្តកំពង់ចាមតាមពីក្រោយ1-2យើងមើលចុះបុកជាមួយនឹងខ្សែការពារហើយឡងមកបុកក្បាលគង់រ៉ាហ្វាតទៅបុកបកគោលទីប៉ុន្តែលោកអាញាកដាលមើលឃើញច្បាស់ថាបាល់នេះពិតជាចូលទីហើយលើកពីស្លាប់ខាងស្ដាំមូនីលសាហ្វីរីនតែតមកក្បាលនេះបុកដីឡងចូលដៃអ្នកចាំទីគង់រ៉ាហ្វាតលើកបានយ៉ាងល្អមូនីលសាហ្វីរៀនលោតតែទម្លាក់ប៉ុន្តែបាល់ត្រូវបានជួយសង្គ្រោះទីនឡាឌិនទាត់បាល់ free kick សម្ដៅទីតែម្ដងប៉ុន្តែអ្នកចាំទីទឹកហាំណាវ៉ៃរបស់ខេត្តកំពង់ចាមអាចជួយសង្គ្រោះបាល់របស់ទីនឡាឌិនបានយ៉ាងល្អទាត់សម្ដៅទីតែម្ដងបាទល្អមែនតើឱកាសទៅពីកៅហ្វីនស្លាប់ខាងស្ដាំលើកចូលមកហើយត្រង់នេះធីភារ៉ាតែបញ្ចូលទីគ្រាប់ទី3ឲ្យក្រុមអាទាត់ខេត្តត្បូងឃ្មុំនៅនាទីទី90+4ទៅហើយយើងមើលចុះកៅហ្វីនហ្វាំង1ហ្វាំង2លើកមកក៏ផុតដៃអ្នកចាំទីទឹកហាំណាវ៉ៃធ្លាក់ដល់ក្បាលធីភារ៉ាខោកបញ្ចូលទីបានយ៉ាងល្អចិត្តចប់ការប្រកួតទៅហើយធីភារ៉ាក៏បន្ថែមគ្រាប់ទី3ឲ្យក្រុមភ្ញៀវខេត្តត្បូងឃ្មុំមិនតន់អស់ទេត្រង់នេះទីនឡាឌិនលើកបានយ៉ាងល្អហើយនៅហ្វាអ៊ីលីនជាអ្នកតែតបញ្ចូលទីគ្រាប់ទី4នៅនាទីទី90+5បន្ថែម6នាទីអាចរកបាន2គ្រាប់ទីនឡាឌិនលើកកោងបានយ៉ាងល្អទៅឲ្យកីឡាករនៅហ្វាអ៊ីលីនជាអ្នកតែតបញ្ចូលទីចប់ការប្រកួតត្បូងឃ្មុំយកឈ្នះ4-1ទៅលើក្រុមអាទាត់ខេត្តកំពង់ចាម